សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំហើយមួយរយៈនេះខ្ញុំអត់សូវចេញវីដេអូទេដោយសារតែខ្ញុំជាប់រវល់ការងារខ្លាំងពេកហើយថ្ងៃនេះដែរខ្ញុំចង់មានវីដេអូមួយចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ social media ហើយខ្ញុំចង់យកចំណុចមួយដែលតាក់ទងនឹងការតំណាក់តំណងយកមកបញ្ជាក់ជូនក៏ដូចជាជម្រាបជូនពុកម៉ែបងប្អូនសួរថាពាក្យថាតំណាក់តំណងហ្នឹងវាពិសេសបែបណាហើយការតំណាក់តំណងហ្នឹងវាមានអត្ថប្រយោជន៍បែបណាចំពោះមនុស្សទូទៅអញ្ចឹងខ្ញុំសូមបកស្រាយចំណុចនេះអញ្ចឹងពាក្យថាតំណាក់តំណងដូចជាពុកម៉ែបងប្អូនដឹងហើយថាពាក្យហ្នឹងគឺជាពាក្យមួយជាទូទៅគឺគេតែងតែប្រើប្រាស់តំណាក់តំណងទៅលើមនុស្សទូទៅតាក់ទងតំណាក់តំណងទៅលើសង្គមតំណាក់តំណងទៅលើអ្វីផ្សេងដែលក្រៅពីចំណុចហ្នឹងគឺជាចំណុចដែលសំខាន់បំផុតពុកម៉ែបងប្អូនដោយសារតែការតំណាក់តំណងទៀតសោតគេឲ្យតម្លៃខ្ពស់ណាស់ឥឡូវតួយ៉ាងតំណាក់តំណងហ្នឹងមនុស្សម្នាក់តែមានភាពតំណាក់តំណងបើសិនមកអត់មានតំណាក់តំណងទេគឺពិបាកណាស់ពុកម៉ែបងប្អូនដោយសារតែយើងទីមួយយើងតំណាក់តំណងជាមួយមិត្តភ័ក្តិបងប្អូនមិត្តរួមការងារតាក់ទងនឹងបញ្ហាផ្សេងៗនៅក្នុងសង្គមយើងបើសិនបើយើងអត់មានភាពការតំណាក់តំណងល្អទេយើងអត់ទទួលបានភាពជោគជ័យទេដោយសារតែបច្ចុប្បន្ននេះប្រសិនបើបុគ្គលដែលមានភាពតំណាក់តំណងខ្ពស់បុគ្គលនោះឯងតែងតែមានឱកាសនឹងជោគជ័យនៅថ្ងៃអនាគតដោយសារការតំណាក់តំណងនេះគឺជាចំណុចគឺជាពាក្យមួយដែលគេតែងតែនិយាយថាល្អបាទតំណាក់តំណងល្អទីមួយគឺតំណាក់តំណងល្អគឺជាតំណាក់តំណងដែលទទួលបានផលប្រយោជន៍បាទទទួលផលប្រយោជន៍ពីសង្គមបច្ចុប្បន្នពីជាសង្គមបច្ចុប្បន្នពីបរិយាកាសជុំវិញខ្លួនយើងតាក់ទងនឹងបញ្ហាផ្សេងដែលគិតថាមានប្រយោជន៍ពុកម៉ែបងប្អូនអាចទទួលយកបរិយាកាសនឹងយកមកសិក្សាស្វែងយល់បានដោយសារការតំណាក់តំណងទស្សនគឺជាពាក្យមួយដែលគេតែងតែប្រើប្រាស់គ្រប់គ្នាដោយបញ្ជាក់ថាការតំណាក់តំណងនេះគឺយើងអាចយល់ថាជាចំណុចមួយដែលមនុស្សម្នាក់ត្រូវតែប្រើប្រាស់វាជាចម្បងប្រសិនបើយើងមិនប្រើប្រាស់នៅការតំណាក់តំណងនេះទេគឺយើងមិនអាចឈានទៅដល់គោលដៅរបស់យើងបានទេប្រសិនបើយើងចង់ជោគជ័យនៅអ្វីមួយគឺយើងត្រូវតែប្រើការតំណាក់តំណងនោះជាចម្បងឥឡូវឧទាហរណ៍យ៉ាងណាមិញប្រសិនបើពុកម៉ែបងប្អូនចង់បើកអាជីវកម្មខ្នាតតូចក៏ដោយខ្នាតមធ្យមក៏ដោយខ្នាតធំក៏ដោយពុកម៉ែបងប្អូនទី1ត្រូវមានអីជាគោលទី1គឺយើងត្រូវមានភាពតំណាក់តំណងនឹងជាគោលដើម្បីអីដើម្បីឲ្យយើងនឹងដឹងថាការតំណាក់តំណងនឹងដូចជាការប្រម៉ូទទៅលើផលិតផលរបស់យើងដើម្បីឲ្យមនុស្សទូទៅជុំវិញខ្លួនយើងក៏ដូចជាអ្នកផ្សេងទៀតដែលមិនធ្លាប់បានស្គាល់យើងហ្នឹងគឺគាត់ត្រូវបានដឹងពីព័ត៌មានរបស់យើងដោយសារយើងមានការតំណាក់តំណងខ្ពស់តាក់ទងនឹងប្រព័ន្ធ social media អានេះក៏គេតំណាក់តំណងតាមប្រព័ន្ធ social media តាក់ទងនឹងការតំណាក់តំណងទៅការខិត្តប័ណ្ណនៃការប្រម៉ូទផលិតផលឧទាហរណ៍ពុកម៉ែបងប្អូនបើអាជីវកម្មមួយទូចក៏ដោយណាស់ក៏ដោយធំក៏ដោយគឺត្រូវមានកត្តាមួយគឺត្រូវតែមានការតំណាក់តំណងដោយប្រើខិត្តប័ណ្ណការផ្សព្វផ្សាយការបោះខិត្តប័ណ្ណផ្សព្វផ្សាយទៅដល់អតិថិជនឬក៏ទៅដល់មនុស្សដែលជាច្រើនដែលមិនទាន់បានដឹងពីសេវាកម្មពុកម៉ែបងប្អូនអាចបញ្ជាក់ប្រាប់ជូនគាត់អាចបញ្ជាក់ប្រាប់ហេតុផលទៅគាត់ថាខាងពុកម៉ែបងប្អូនមានលក់អ្វីនឹងមានលក់អ្វីមានអាចនឹងលក់អ្វីខ្លះ
ពុកម៉ែបងប្អូនធ្វើ business ទៅលើអ្វីខ្លះពុកម៉ែបងប្អូនអាចបញ្ជាក់ប្រាប់ពួកគាត់បានអញ្ចឹងហើយគឺការតំណាក់តំណងដល់ពួកគាត់ត្រូវតែសួរមកហាងពុកម៉ែបងប្អូនវិញក៏ក្នុងលក្ខណៈថាគាត់មានចម្ងល់គាត់អាចតាក់ទងទៅលើប្រព័ន្ធ social media ក៏ដូចជាការ comment ទៅលើប្រព័ន្ធ social media ដែលពុកម៉ែបងប្អូនដាក់ផ្សព្វផ្សាយតាមរយៈសង្គម Facebook សង្គម Telegram នឹងក៏ដោយគឺគេឆ្ងល់គេមកសាកសួរថាហាងពុកម៉ែបងប្អូនលក់អ្វីបាទមានលក់អ្វីលក់ផលិតផលអ្វីមានការ discount បែបណាមានការបញ្ចុះតម្លៃបែបណាមានលក់អ្វីខ្លះលក់ជាសម្ភារៈប្រើប្រាស់លក់ជារបស់ហូបឬក៏លក់ជាអ្វីក្រៅពីនឹងទៀតអញ្ចឹងពុកម៉ែបងប្អូនត្រូវតែមានភាពទំនាក់ទំនងមួយគឺជាតួលេខដ៏សំខាន់បំផុតដើម្បីឲ្យអ្នកជំនាញខ្លួនយើងក៏ដូចជាអតិថិជនផ្សេងដែលគាត់មិនបានដឹងគឺគាត់ត្រូវតែដឹងដើម្បីឲ្យអាជីវកម្មរបស់យើងមានអ្នកស្គាល់ច្រើនមានអ្នកទទួលស្គាល់ដឹងច្រើននេះជាចំណុចសំខាន់ក្នុងការតំណាក់តំណងខ្ពស់រវាងអតិថិជនហើយនិងយើងជាអាជីវករអ្នកលក់ដូរយើងត្រូវមានការផ្សព្វផ្សាយតាមបែបនេះដើម្បីឲ្យផលិតផលរបស់យើងបើឲ្យរបស់របស់យើងនឹងលក់ដាច់ទៅតាមកាលៈទេសៈបែបនេះឯងក៏ព្រោះតែការតំណាក់តំណងខ្ពស់នេះដែរអញ្ចឹងពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងនឹងការតំណាក់តំណងអញ្ចឹងវីដេអូរបស់ខ្ញុំក៏សូមដល់ទីបញ្ចប់ហើយសូមពុកម៉ែបងប្អូនអធិស្ឋានអភ័យទោសរាល់កំហុសឆ្គងដែលខ្ញុំបាននិយាយទៅអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលា